ស្វាគមន៍បងប្អូនទាំងអស់គ្នាវិលមកជួបអាដមីនម្ដងទៀតហើយជាមួយនឹងការសម្រាយរឿងអំណាចធម្មពលនៃច្រកទ្វារអាថ៌កំបាំងបើកវងក្រចកនិយមន័យនៃភាគទី4ខ្ញុំបានឮថាអ្នកគឺជាជើងខ្លាំងមែនទេចាប់ផ្ដើមនឹងសាយរឿងនៅពេលនេះក្រុមចចកខ្មៅពួកគាត់ក៏បានជប់លៀងផឹកស៊ីយ៉ាងសប្បាយតោះជួលមួយលើកដៃអបអរឲ្យក្រុមចចកខ្មៅរបស់យើងបានយកឈ្នះនៅក្នុងការប្រយុទ្ធមួយនេះអ្នកទាំងអស់គ្នាលើកមួយពេញអរគុណទៅដល់បងហ្វឹងទឹកមុខញញឹមរីករាយងើបឡើងភាពជោគជ័យរបស់ក្រុមចចកខ្មៅនៅក្នុងថ្ងៃនេះត្រូវបានបង្កើតឡើងដោយការតស៊ូដ៏លំបាករបស់អ្នកគ្រប់គ្នាធ្វើឲ្យពួកយើងទទួលបានសមិទ្ធផលដ៏ល្អដូច្នេះមួយពេលនេះខ្ញុំជូនបងប្អូនទាំងអស់គ្នាអាប៉ែមុខជ្រុងក៏បានតគីបន្តិចលបងហ្វឹងសៀនដូចជាគូសំពេញហើយបើគ្មានលបងដឹកនាំពួកយើងទេនៅក្នុងថ្ងៃនេះពួកយើងក៏មិនអាចយកគ្នាក្រុមនាគមាសហើយខ្លាយទៅជាលេខ1នៅក្នុងក្រុងហ្វឹងឆឹងនិយាយបានល្អធ្វើនេះរកគ្នាក៏បានសប្បាយចិត្តហ្វឹងសៀនគាត់ក៏បានបន្ថែមនិយាយពីអ្នករួមចំណែកដ៏អស្ចារ្យបំផុតគឺជាប្អូនធររបស់ខ្ញុំកំដាប់ដៃកំពុងតែសប្បាយសុកពេលនោះទ្វាររបងក៏បានផ្ទុះដាំងបែកខ្ទេចហុយជោគភ្ញាក់ផ្អើលលួនមកស្រ័យសួរតើឯងគឺជានរណាដើរចូលមកគឺជាបរិបទដ៏សង្ហាសក់ពើសលីនលំពេងតើអ្នកខ្លាំងកំដាប់ដៃនៅទីនេះដែរទេស្រវឹងស្រឿងអាម៉ាប់ក៏បានវាយតុកមួយដៃផាំងតើឯងគឺជានរណាពិតជាហ៊ានមែនដឹងអត់ថាថ្ងៃនេះក្រុមចចកខ្មៅរបស់ពួកយើងកំពុងតែជប់លៀងយ៉ាងសប្បាយស្រវឹងតែប៉ែនិយាយច្រើនពេកពេលនោះបរិបទដែលកាន់លំពេងក៏បានក្រវីចេញជាមួយនឹងស្នីលំពេងរបស់គាត់សាយភីនៃចំហាយធម្មពលធ្វើឲ្យអាម៉ាប់ក៏បានដួលបះជើងតែធ្វើឲ្យបរិមុខជ្រុងក៏បានខឹងបោកនៅពេងតែដកនៅដៅចេញមកនេះទាំងអស់គ្នាចាត់ការវាភ្លាមទៅកំពុងតែស្រវឹងផងចិត្តហ៊ានក៏បានប្រើអាវុធរបស់គេរៀងខ្លួនចម្រុកចូលទៅបរិសង្ហាសក់សម្នេះនោះក៏បានបញ្ចេញនៅស្នាមញញឹមក្រវីចេញនៅស្នីលំពេងដែលពោពេញទៅដោយចំហាយធម្មពលភ្លើងត្រឹមតែមួយស្នីពីរស្នីធ្វើឲ្យក្រុមចចកខ្មៅទាំងអស់នោះខ្ទាតប៉ាងមកវិញហ្វឹងសៀនក៏បានសួរតើលោកគឺជានរណាដោយបរិសសក់សង្ហាម្នាក់នោះក៏បាននិយាយប្រាប់សិស្សកុនលីមួយរបស់ក្រុងហ្វឹងឆឹងឈ្មោះថាវាងធានហៅដោយបរិមុខជ្រុងក៏បានសម្រុកចូលទៅខ្ញុំនឹងសម្លាប់ឯងវាងធានហៅក៏បានសម្រុកចូលមកហក់កាប់ពេញមួយទំហឹងលន់ឈោតែពើងបាយផ្កាភ្លើងព្រាកធ្វើឲ្យបរិមុខជ្រុងក៏បានខ្ទាតប៉ាងមកវិញឡើងខ្ទេចតុកអាហារប៊ូហ្វេរបស់ពួកគេវាងធានហៅក៏បានបន្តសម្រុកចូលមកជាមួយនឹងបច្ចេកទេសលំពេងពោពេញទៅដោយចំហាយធម្មពលភ្លើងចាក់ចូលទៅវាប្រហាហ្វាងសៀនក៏បានសម្លឹងឃើញទួនកិច្ចទៅខាងក្រោយបន្តិចក្រវីណាអាវុធដំបងរបស់គាត់សម្រុកចូលមកវិញវាចូលទៅមួយពីរឡើងបាយផ្កាភ្លើងព្រាកកិច្ចចេញពីផ្លែលំពេងរបស់វាងធានហៅប៉ុន្តែមួយលំពេងចុងក្រោយមិនផុតនោះទេលន់សូទៅជ្រួចខ្ទាតប៉ាងធ្លាក់ឌឹបមកវិញព្យាយាមងើបមកវិញប៉ុន្តែត្រូវបានវាងធានហៅយកជើងរបស់គាត់ជន់ក្បាលជាប់តំណែងរបស់ឯងត្រឹមជាមេដឹកនាំមិនស័ក្តិសមឲ្យខ្ញុំវាងធានហៅប្រយុទ្ធជាមួយនឹងឯងនោះទេមើលទៅវាហាក់បីដូចជាអ្នកខ្លាំងកំដាប់ដៃមិននៅទីនេះឡើយហ្វឹងសៀនគាត់ក៏បានស្រែកថាចុះបើគាត់មាននៅទីនេះតើវាយ៉ាងម៉េចដល់ដងមុតស្រួចចាក់ចុះមិនឆិតមុខរបស់គាត់ក្នុងរយៈពេល1ម៉ោងត្រូវតែនាំអ្នកខ្លាំងកំដាប់ដៃមកឲ្យខ្ញុំបើមិនដូច្នោះទេក្រុមចចកខ្មៅរបស់ពួកឯងនឹងត្រូវរលាយបាត់ពីក្រុងហ្វឹងឆឹងក្រវីនៅលំពេរបស់គាត់ឡើងទៅលើក្រវីចេញបំបាក់នឹងជើងសសរមួយហ្វឹងសៀនគាត់នៅតែមាត់ឬមិនព្រមប្រាប់កុំគិតឲ្យសោះដោយបរមមុខបាក់គាត់ក៏បានវាខិតចូលមកខាងមុខបន្តិចនេះក្លាហានខ្ញុំនឹងនាំកំដាប់ដៃមកឥឡូវនេះសូមដោះលេងលបងខ្ញុំជាមុនសិនទៅវាងធានហៅក៏បានប្រាប់ប្រញាប់ឡើងនាំគេមកបរមមុខបាក់បន្ទាប់ពីឃើញមុខដ៏មើលរបស់វាងធានហៅហើយគាត់មិនហ៊ានតវ៉ាទីនោះទេដកនៅយន្តប្រញាប់គូឆ្វាច់នេះក្លាហានកំដាប់ដៃឲ្យខ្ញុំសុំទោសផងបោះវាឡើងទៅខាងលើបន្តិចផ្ទុះចេញនៅរូបរាងខ្លួនរបស់សត្វប្រជិវបន្ទាប់មកវាក៏បានហោះចេញក្រឡេកមកមើលស៊ឺមូវិញដែលពេលនេះកំពុងតែនៅក្នុងបន្ទប់ពិនិត្យមើលនៅរបស់ដែលនៅក្នុងប្រអប់ដែលទទួលបានពីពុករបស់សៀអឺមុនពេលគាត់ស្លាប់ដែលវាគឺជាសៀវភៅមួយក្បាលអានចុះអានឡើងក៏បានភ្ញាក់ផ្អើលបន្តិចផងដែរដែលនេះគឺជាបច្ចេកទេសនៃការដាំដុះក្បាច់គុនវាគឺជាគន្លឹះដ៏អស្ចារ្យដែលអាចធ្វើឲ្យក្បាច់គុនរបស់យើងកើនឡើងទ្វេដងនឹងហើយប្រសិនបើខ្ញុំអាចប្រមូលផ្ដុំនៅឱសថទាំងអស់បានខ្ញុំនឹងព្យាយាមហ្វឹកហាត់ដោយយកចិត្តទុកដាក់ហើយមិនចាំបាច់ពឹងអ្នកណាទៀតនោះទេបន្តអាននៅលើអក្សរដែលនៅលើសៀវភៅការដាំដុះនៅក្បាច់គុនដ៏អានកំបាំងមួយនេះត្រូវទាមទារដៃគូព្រោះថាវាត្រូវការកម្លាំងធម៌ពលពីរតភ្ជាប់គ្នាហើយនឹងធ្វើឲ្យអ្វីៗទាំងអស់បានកើតឡើងមកនេះវាមានន័យថាបរិសុទ្ធនិងស្ត្រីវាមានធាតុផ្ទុយគ្នាដែលធ្វើឲ្យការហ្វឹកហាត់រូបគ្នាពិតជាអាចដាស់នៅអារម្មណ៍ឈីរបស់យើងឲ្យកើនឡើងបានលឿនជាងមុនបំពេញនូវភាពខ្វះខាតឲ្យគ្នាទៅវិញទៅមកដោយអាចកំបាំងនៃបច្ចេកទេសក្បាច់គុនមួយនេះមិនអាចហ្វឹកហាត់ដោយគ្មានគូនោះទេដែលធ្វើឲ្យវាពិបាកក្នុងការចាប់យកចំណុចសំខាន់ស៊ឺមូងើបឡើងបន្តិចក៏បានបន្តគិតហើយអ្វីបានជាត្រូវហ្វឹកហាត់ក្បាច់គុនជាគូស្នេហ៍បែបនេះវាត្រូវតែមានអ្វីមួយយ៉ាងបញ្យល់ឲ្យបានច្បាស់ឬក៏ខ្ញុំត្រូវយកទៅសួរអ្នកផ្សេងក៏វាក្បាលបន្តិចវាមិនសមនោះឡើយបានហើយបំភ្លេចវាទៅបន្តដល់ចូលទៅមើលសៀវភៅបន្ថែមក្រែងវាបាននៅវិធីសាស្ត្រផ្សេងដើម្បីចម្រាញ់ថ្នាំភ្ញាក់ផ្អើលជាលើកទី2ពេលនេះខ្ញុំបានរកឃើញហើយរូបមន្តកណ្ដុរមាសជាទូទៅត្រូវបានគេរកឃើញនៅក្នុងទីរហោឋាននៃក្រុងហ្វឹងឆឹងខេត្តគុនស៊ូដែលមានចម្ងាយ120ម៉ៃល៍ពីទីក្រុងហើយសត្វកណ្ដុរមាសមានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងណាស់ដោយសារតែវាបានស្វែងរកនិងស៊ីថ្នាំឱសថដ៏កម្រនិងមានតម្លៃជាច្រើនគេថែមទាំងបានកត់ត្រានៅវិធីសាស្ត្រប្រមាញ់សត្វកណ្ដុរមាសទៀតផងសៀវភៅសម្ងាត់មួយនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ពេលនោះស៊ឺមូក៏បានស្រមៃទៅដល់សៀអឺនៅពេលដែលគេប្រគល់នៅប្រអប់មួយនេះទៅឲ្យនាងសៀអឺក៏បានបដិសេធដោយសារតែនេះគឺជាអំណោយដែលឪពុករបស់ខ្ញុំបានប្រគល់ទៅឲ្យលោកតែខ្ញុំអាចយកមកវិញដោយរបៀបណាស៊ឺមូនៅតែសង្ស័យតែកញ្ញាសៀវនេះកំពុងតែធ្វើអ្វីនៅគ្រូសាវូដូច្នេះខ្ញុំគួរតែរកឱកាសដើម្បីទៅសួរនាងម្ដងទៀតពេលនោះសត្វប្រជារបស់ក្រុមចចកខ្មៅក៏បានហោះចូលតាមបង្អួចមកខាងក្នុងប្រែក្លាយទៅជាអក្សរមួយជូរស៊ឺមូក៏បានអានបន្តិចមុខឡើងមាំក្រឡេកមកលំនៅឋានរបស់ក្រុមចចកខ្មៅដែលហ្វឹងសៀននិងបរោមុខបាក់កំពុងតែលួនជង្គង់ចំណែកវាងធានហៅវិញអង្គុយនៅលើកៅអីយ៉ាងសង្ហាអត់នៅស្រាមួយអាទិនពិតជាអែមខ្លាំងណាស់បោកនៅស្រាមួយអាទិនក៏វត្តចោលងើបឡើងពេលនេះរយៈពេល1ម៉ោងបានកន្លងផុតទៅអុកមួយលំពេញផាំងដែលធ្វើឲ្យបរោមុខបាក់ក៏បានវាខិតចូលមក
ខាងមុខនេះប្រវាងតែអាចទុកពេលពួកយើង1ម៉ោង2ម៉ោងទៀតបានដែរឬទេវាងធានហាក៏បានស្ដីឲ្យតែអ្នកគិតថាខ្ញុំនៅទុកចិត្តមនុស្សល្ងងដូចពួកឯងមែនទេវាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ដែលធ្វើឲ្យបារោមុខបាក់ក៏បានខឹងចិត្តយ៉ាងខ្លាំងដកនគរកំបិតសម្រុកចូលទៅវាប្រហារវាងធានហាក៏បានប្រាក់សាសភ្នែកសម្លឹងឃើញទាន់ចាប់នៅកដៃកាច់លីស៊ូក្រែធ្វើឲ្យបារោមុខបាក់ស្រែកចាច់ដោយហ្វុងសៀនក៏បានស្ទុះចូលមកវាងធានហាឯងភ័យអាបារោមុខបាក់មួយជើងផាំងប៉ើងក៏វានៅលំពេងយកមកទប់រងមើលទៅឯងផ្ដោតតម្លៃឲ្យខ្លួនឯងខ្លាំងពេកហើយបដូរដៃមកខាងពីចុងលំពេងមកគល់វិញក្រវែងចូលទៅកិច្ចផុតបន្តិចចាក់បន្ថែមទៀតធ្វើឲ្យហ្វុងសៀនក៏បានខ្ទាបប៉ានខាងក្រោយបើចង់ធ្វើទរណកម្មឬសម្លាប់ឯងអាចធ្វើមកលើខ្ញុំបានវាងធានហាជាមួយនឹងខ្សែភ្នែកលង្ខើមើលទៅឯងពិតជាមានឆន្ទៈមែនដូច្នេះយើងនឹងបំពេញបំណងរបស់ឯងទៅចូលលោតចូលទៅជាមួយលំពេងដ៏មុតស្រួចពេលនោះយើងក៏បានឃើញស្រមោលនៃរាងកាយរបស់ស៊ូមូបន្លាស់ទីចូលមកយ៉ាងលឿនជាមួយនឹងកំដាប់ដៃវាចូលទៅធ្វើឲ្យវាងធានហាក៏បានប្រើលំពេងរបស់គាត់ទប់រងផាំងខ្ចាយខ្ទាបប៉ាំងទៅខាងក្រោយបន្តិចហ្វុងសៀនក៏បានលន់មាត់ប្អូនធัวហើយអ្វីបានជាប្អូនមកទីនេះស៊ូមូក៏បាននិយាយសុំទោសដោយសារតែខ្ញុំមកយឺតវាងធានហាក៏បានដឹងដូច្នេះឯងគឺជាអ្នកក្លាហានកំដាប់ដៃប្អូនធัวគេគឺជាវាងធានហាមកពីគ្រូសាវាងដែលគឺជាសិស្សលេខ1នៃសាលាកុនឈៀងហ្វឹងដោយមានជំនាញពិសេសរបស់គ្រូសាក្នុងការប្រើនៅលំពេងភ្លើងដូច្នេះប្អូនត្រូវតែប្រយ័ត្នស៊ឺមូក៏បាននិយាយជាមួយនឹងគេឈ្មោះរបស់អាចារ្យបែបនេះហើយអ្វីបានជាមកធ្វើបាបក្រុមចចកខ្មៅវាងធានហាអុកមានលំពេងតែខាងក្រោមដឹបការប្រគល់ប្រជែងដ៏ខ្លាំងមិនចាំបាច់ត្រូវការហេតុផលនោះទេដោយសារតែពេលនេះអ្នកបានមកដល់ទីនេះហើយខ្ញុំមិនចាំបាច់ធ្វើបាបមនុស្សអត់ប្រយោជន៍ទាំងអស់នេះទីនោះទេជាដំបូងស្វាគមន៍ជាមួយលំពេងរបស់ខ្ញុំសិនទៅសម្រុកចូលចាក់មួយកិច្ចផុតវេពីលើស៊ឺមូក៏បានយកដៃទប់រងបែបផ្កាភ្លើងព្រាកបន្តវេជាច្រើនស្នៀតជាមួយនឹងលំពេងដណ្ដាតភ្លើងរបស់គាត់ប៉ុន្តែនៅតែមិនអាចធ្វើឲ្យស៊ឺមូមានរបួសអ្វីនោះឡើយតែទោះជាយ៉ាងណាក៏ដោយវាងធានហានៅតែបន្តវេប្រហារចូលទៅហក់កិច្ចចុះកិច្ចឡងស៊ឺមូក៏បានប្រើដៃរបស់គាត់ចាប់នៅលំពេងភ្លើងរបស់វាងធានហារុញផ្អឹបទៅនឹងដីបែបផ្កាភ្លើងព្រាកដែលធ្វើឲ្យក្រុមចចកខ្មៅពួកគេបានញញឹមស្រែកហូកញ្ជ្រៀវពេញនឹងពេលនោះវាងធានហាក៏បានក្តៅច្រឹងខ្លាញ់រុញលំពេងរបស់គាត់បន្តិចដែលធ្វើឲ្យស៊ឺមូក៏បានបញ្ឆេះធម្មពលនៅក្នុងកម្ដាប់ដៃចំណែកវាងធានហាក៏បានក្រវីនៅលំពេងហោះទៅលើលំហទម្លាក់ចុះមកវិញដែលគឺជាបច្ចេកទេសលំពេងភ្លើងឆាប់ឆេះស៊ឺមូជាមួយនឹងកម្ដាប់ដៃដែលពោពេញទៅដោយចំហាយធម្មពលដែលហៅបានថាគឺជាបច្ចេកទេសកម្ដាប់ដៃកំទេចថ្មរំជួយដល់ឋានស៊ូដែលទទួលរងជាមួយនឹងលំពេងភ្លើងឆាប់ឆេះលន់សូទៅពើងផ្ទុំបឹមខ្ទាបប៉ាំងមកខាងក្រោយរៀងខ្លួនប៉ុន្តែពួកគេទាំងពីរនៅតែញញឹមដែលបានធ្វើឲ្យវាងធានហាចាប់អារម្មណ៍ហក់ចូលវាមួយលំពេងកិច្ចផុតបន្តចាក់ចូលបងវេលខ្លួនឡើងទៅខាងលើបន្តិចចាក់ចូលមកម្ដងទៀតតែពេលនោះស៊ឺមូមិនគេដល់ឡាយបានពើងទ្រូងទប់រងពើងផ្សាយពេលចំហាយធម្មពលចេញពីរាងកាយរបស់គាត់ពេលនេះម្នាក់ប្រឹងទប់ម្នាក់ទៀតព្យាយាមរុញស្រ័យបំផ្ទុះធ្វើឲ្យវាងធានហាក៏បានខ្ទាបប៉ាំងបន្តិចលំពេងភ្លើងនៅមុតស្រួលរបស់ខ្ញុំមិនអាចចាក់បំបែកនៅរាងកាយរបស់គេបានព្យាយាមប្រាប់ប្រាស់នៅលំពេងវាចូលទៅដែលធ្វើឲ្យស៊ឺមូក៏បានប្រាប់ប្រាស់កំដាប់ដៃវាទប់រងបន្តិចបន្តចាក់ទៅលើរាងកាយរបស់ស៊ឺមូជាច្រើនលំពេងពើងដកឃ្លាយកអេឡងចាក់ចូលមកទៀតពេលនោះស៊ឺមូក៏បានចាប់នៅផ្លែលំពេងជាប់ប្រឡែងចេញទៅវិញបន្តិចដែលធ្វើឲ្យវាងធានហាក៏បានក្រវីនៅលំពេងរបស់គាត់ឡើងព្យាយាមចាក់ចូលវាចេញស៊ឺមូនៅតែបន្តកិច្ចហើយប្រាប់ប្រាស់នៅកំដាប់ដៃថ្មរបស់គាត់ទប់រងតើស្និតលំពេងរបស់ឯងមានប៉ុន្មានទៀតបញ្ចេញអស់មកលោតចូលទៅវាមួយដៃពេញមួយទៅហឹងវាងធានហាក៏បានប្រើលំពេងរបស់គាត់ទប់រងក្រវីចេញក្រវីនៅលំពេងហោះទៅខាងលើលំហវាចុះមកសាជាថ្មីធ្វើឲ្យស៊ឺមូក៏បានប្រើដៃទាំងពីររបស់គាត់ចាប់នៅផ្លែលំពេងជាប់ផ្សាយភានចំហាយធម្មពលវាងធានហាក៏បានព្យាបាលហើយអ្វីបានជាកម្លាំងរបស់គេខ្លាំងខ្លាម្ល៉េះស៊ឺមូបន្ទាប់ពីចាប់នៅផ្លែលំពេងជាប់ក៏បានក្រវែងក្រវត់ចោលប៉ាំងទៅជាប់ឆ្កឹងនៅលើដំបូលផ្ទះបន្តសម្រុកចូលទៅវាចេញជាមួយនឹងកំដាប់ដៃដែលធ្វើឲ្យវាងធានហាបានត្រឹមតែកិច្ចអាឡានខ្លួនទៅខាងក្រោយប៉ុន្តែស៊ឺមូនៅតែព្យាយាមវាសម្រុកចូលវាងធានហាពេលនេះគ្មានលំពេងវាយមិនកើតបកចេញពី3ដំឡប់ហោះទៅលើដំបូលផ្ទះដកនៅលំពេងរបស់គាត់មកវិញកំដាប់ដៃលោកពិតជាពូកែមែនទោះបីជាខ្ញុំព្យាយាមប្រើប្រាស់នៅបច្ចេកទេសលំពេងភ្លើងឆាប់ឆេះទាំងអស់ក៏ដោយក៏ខ្ញុំគ្មានទំនុកចិត្តដែលអាចយកឈ្នះឯងបាននោះដែរប៉ុន្តែបើខ្ញុំវឹកហាត់2ទៅ3ខែទៀតនោះវាច្បាស់ជាការប្រយុទ្ធគ្នារបស់ពួកយើងកាន់តែល្អមើលដកចេញនៅប្រាក់មួយស្បង់គប់ទៅឲ្យក្រុមចចកខ្មៅដែលធ្វើឲ្យពួកគាត់ក៏បានឆ្ងល់ថាវាមានន័យថាយ៉ាងម៉េចវាងធានហាក៏បានតមកវិញគឺជាថ្លៃព្យាបាលសម្រាប់អ្នកទាំងអស់គ្នានឹងហើយបន្ទាប់មកគាត់ក៏បានបន្លាស់ទីចាក់ចេញដែលធ្វើឲ្យបារោមុខជ្រុងក៏បានលន់មាត់ថាគេមិនអាចយកឈ្នះហើយរត់មែនទេដល់ពេលនេះស៊ឺមូក៏បានយកដៃស្ទាបទ្រូងរបស់គេបន្តិចហាក់បីដូចជាបានរងរបួសក្រុមខាងក្នុងផងដែរកាត់មកវាមានគ្រូសាវូដែលពេលនោះសៀអឺនាងក៏បានធ្វើការគោរពលោកពូវូក្មួយស្រីមិនចាំបាច់គូសំនោះទេគ្រូសាយើងទាំងពីរជាមិត្តនឹងគ្នារាប់ចំនួនមកហើយក្មួយក៏ជាអនាគតក្រុមប្រឹក្សារបស់គ្រូសាវូផងដែរមិនចាំបាច់មានលក្ខណៈផ្លូវការពេកនោះទេសៀអឺបន្ទាប់ពីអង្គុយចុះហើយក៏បានបន្លឺឡើងនិយាយពីរឿងគ្រូសារបស់ពួកយើងទាំងពីរខ្ញុំដឹងថាគ្រូសារបស់ខ្ញុំពេលនេះបានធ្លាក់ចូលទៅក្នុងគ្រាលំបាកដែលធ្វើឲ្យខ្ញុំមិនស័ក្តិសមជាមួយនឹងគ្រូសាវូដ៏អស្ចារ្យនោះទេលោកពូវូប្រសិនបើចង់ផ្ដាច់ពាក្យសូមនិយាយដល់ផ្ទាល់ទៅខ្ញុំយល់ព្រមតាមសំណើទាំងអស់លោកម្ចាស់វូក៏បានតបសៀអឺមើលទៅក្មួយគិតច្រើនហើយនារីដ៏ស្រស់ស្អាតដែលមានគុណធម៌និងទេពកោសល្យដូចជាក្មួយប្រកាសជាកូនប្រុសគ្រូសាវូប្រាថ្នាចង់បានប៉ុន្តែគ្រាន់តែវេលាដ៏ល្អមិនទាន់ត្រូវបានកំណត់ឡើងដែលធ្វើឲ្យសៀអឺក៏បានគិតបន្តិចលោកម្ចាស់វូក៏បានបញ្ចេញនូវស្នាមញញឹមសៀអឺមិនចាំបាច់បារម្ភនោះទេចាប់តាំងពីគ្រូសាវូរបស់ខ្ញុំយល់ព្រមរៀបការពួកយើងនឹងធ្វើឲ្យបានប៉ុន្តែត្រូវការពេលវេលាបន្តិចសិនសៀអឺក៏បានងើបឡើងអរគុណលោកពូវូដូច្នេះខ្ញុំមិនរំខានការសម្រាប់របស់លោកពូទីនោះទេដើរចេញទៅបានពេលនោះបរិមម្នាក់ក៏បានអោបដៃចូលមកឈ្មោះថាវូហួរជាកូនប្រុសច្បងនៃគ្រូសាវូលោកពុកតែពិតឲ្យខ្ញុំរៀបការជាមួយនឹងសៀអឺមែនទេលោកម្ចាស់វូក៏បាននិយាយដោយសារតែមនុស្សល្ងើជុងមីងបានប្រកល់នៅសិភើសម្រាប់គ្រូសាជូងឲ្យទៅអ្នកដទៃហើយបានបញ្ជូននៅមនុស្សស្រីគ្មានស្រីធើគ្មានពូជពងឲ្យ
ចូលមកធ្វើជាកូនប្រសាគ្រូសាវូរបស់យើងទៀតផងវូស្ទោះចូលមកបន្តិចពុកយើងមិនអាចឲ្យរឿងទាំងអស់នេះកើតឡើងចំពោះគ្រូសារបស់យើងបានទេជាពិសេសនោះគឺជារឿងរៀបការលោកម្ចាស់វូក៏បានប្រាប់ពេលវេលារៀបការមិនទាន់បានកំណត់ដូច្នេះវាមិនទាន់អាចដំណើរការនៅឆាប់ៗនេះបានឡើយទោះជាយ៉ាងណាក៏ដោយមនុស្សរៀបការអាចនឹងបដូរដែលធ្វើវូក៏បានសប្បាយចិត្តខ្ញុំយល់ហើយពុកចំណែកសិភើសម្ងាត់គ្រូសាជុងពុកបានរៀបចំផែនការដោយផ្ទាល់រួចរាល់ហើយកាត់មកស៊ឺមូដែលកំពុងតែដើរម្នាក់ឯងនៅក្នុងទីក្រុងយ៉ាងស្ងាត់ជ្រងំគេដំពីរូបមន្តនៃការចម្រាញ់ថ្នាំពេលនោះលោកពូជីនវូក៏បានដើរចេញពីជ្រុងមកខាងមកកាក់មុខស៊ឺមូត្រឹមតែកន្លះខែបានប្រយុទ្ធជាមួយនឹងក្រុមអ្នកលេងទូចធំជាច្រើននៅក្នុងទីក្រុងមើលទៅអ្នកក្លាហានកំណាប់ដៃពិតជារោគចំណូលបានច្រើនណាស់ដោយស៊ឺមូមិនខ្វល់ពីសម្ដីរបស់លោកពូជីនវូនោះទេប៉ុន្តែត្រូវបានគាត់មករៀងចាប់តាំងពីបានល្បីឈ្មោះមកសូម្បីតែចាប់ព្រឹត្តិការណ៍នៅចំពោះមុខហើយនៅមិនជម្រាបសួរទៀតស៊ឺមូក៏បានតបទៅវិញខ្ញុំគិតថាលោកចាំមនុស្សខុសហើយលោកពូជីនវូក៏បានដើរបង្ហូរបន្តិចបុព្វបុរសនៃគ្រូសាជីនមានអ្នកខ្សែភ្នែកល្អខ្លាំងណាស់ដោយសារតែគាត់មានអ្នកស៊ើបអង្កេតគ្រប់ទីកន្លែងនៅក្នុងក្រុងហ្វឹងឆឹងស៊ឺមូពេលនេះដោះសារមិនចេញនោះទេក៏បានដកនៅរបាំងមុខចេញមកលោកពូទី5សុំទោសផងដែលស៊ឺមូមិនបានគោរពលោកពូជីនវូក៏បានបន្តនិយាយត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះអ្នកបានបង្កើននៅកម្លាំងដ៏ខ្លាំងក្លាពិតជាមិនអត់នោះទេស៊ឺមូបានមកដាក់ដៃធ្វើការគោរពលោកពូទី5ពិតជាចិត្តល្អពេកហើយខ្ញុំធ្វើបែបនេះគ្រាន់តែចង់បានប្រាប់បន្ថែមតែប៉ុណ្ណោះដើម្បីសម្រាប់ចំណាយទៅលើរាងកាយរបស់ខ្ញុំដោយលោកពូជីនវូនៅតែបានដឹងពេលនេះអ្នកកំពុងតែស៊ើបអង្កេតរោគឃាតករដែលបានសម្លាប់គ្រូសានៅក្នុងភូមិស៊ឺគួនជាមួយនឹងអំណាចរបស់គ្រូសាជីនវាមានពិបាកនោះទេក្នុងការស៊ើបអង្កេតរឿងទាំងអស់នេះប៉ុន្តែតារាបណាអ្នកអាចធ្វើដូចជាឪពុករបស់អ្នកដោះស្រាយកិច្ចការរវាងព្រំដែនទី3ឲ្យគ្រូសាជីនដល់ពេលនោះមិនថាអ្វីក៏ដោយអ្នកត្រូវការគ្រូសាជីននឹងសម្របសម្រួលតាមអ្នកទាំងអស់ដោយស៊ឺមូក៏បានក្តាប់ដៃទ្រាំបន្តិចធ្វើការគោរពអរគុណលោកពូទី5ដែលចិត្តល្អប៉ុន្តែពុករបស់ខ្ញុំគាត់គឺជាគាត់ខ្ញុំគឺជាខ្ញុំការសងសឹករបស់ខ្ញុំមិនចង់ពាក់ព័ន្ធនឹងអ្នកដទៃទេលោកពូជីនវូក៏បានលើកដៃបន្តិចឈប់សិនមិនចាំបាច់ទាន់ឆ្លើយភ្លាមក៏បានអ្នកអាចយកវាទៅគិតបន្ថែមទៀតដល់ពេលវេលាមួយអ្នកនឹងត្រូវការជំនួយរបស់គ្រូសាជីនបញ្ចប់ការសន្ទនាដល់ចាក់ចេញទៅប៉ុន្តែសកម្មភាពរបស់ពួកគេត្រូវបានលោកមើលដោយមនុស្សពីរនាក់កាត់មកក្នុងថ្ងៃថ្មីដែលពេលនោះយើងបានឃើញបរិសម្នាក់កំពុងតែអង្គុយវឹកហាត់ជាមួយនឹងចំហាយថាមពលលស្ទោសន្ធៅដែលនៅទីនោះលោកពូវូជីនកំពុងតែឈរមើលក្តាប់ដៃយ៉ាងខ្លាំងបន្ទាប់ពីឃើញបរិសម្នាក់នោះទ្រទ្រង់ជាមួយនឹងចំហាយថាមពលនោះមិនបានដែលធ្វើឲ្យគាត់ក៏បានប្រើប្រាស់ចំហាយថាមពលបាញ់បញ្ចូលទៅដើម្បីផ្ដល់ជំនួយទៅបរិសម្នាក់នោះប៉ុន្តែទោះជាមានការជួយប៉ុណ្ណាក៏ដោយនៅតែបរិសម្នាក់នោះបានស្រែកថាខ្ញុំទ្រាំមិនបាននោះទេលោកពូជីនវូក៏បានបន្ថែមនៅចំហាយថាមពលមួយខាងទៀតទោះជាស្លាប់ក៏ដោយត្រូវតែទ្រាំឲ្យបានក្បាច់គុណកម្រិតខ្ពស់មិនត្រឹមតែតម្រូវឲ្យមានជំនាញខាងក្នុងនិងបច្ចេកទេសក្បាច់គុណប៉ុណ្ណោះទេប៉ុន្តែក៏មាននៅវិធីសាស្ត្រដាំដុះយ៉ាងជ្រាលជ្រៅផងដែរប្រសិនបើអ្នកមិនអាចយល់ពីភាពប្រែប្រួលនៃកម្លាំងឈីតើអ្នកនឹងបើកដំណើរការនៃបច្ចេកទេសក្បាច់គុណដោយរបៀបណាភ្ញាក់បានបន្តិចពេលនេះវាបានដំណើរការហើយដោយសារតែបរិសម្នាក់នោះបានស្រែកមួយវាស់បំផ្ទុះចំហាយថាមពលបាញ់ឡើងទៅខាងលើលំហដែលពេលនោះបរិសម្នាក់នោះទ្រាំទ្រមិនបានទេក៏បានខ្ជិះចេញនៅក្របថ្នាំវិញ្ញាណចុះមកជាមួយនឹងរាងកាយរបស់គាត់ដួលផ្កាប់មុខដែលធ្វើឲ្យលោកពូជីនវូមិនពេញចិត្តយ៉ាងខ្លាំងឯបានលេបថ្នាំគ្រាប់វិញ្ញាណរួចរាល់ហើយហើយអ្វីបានជាមិនអាចយល់ដឹងពីកម្លាំងឈីនៅក្នុងរាងកាយទៀតក្នុងរយៈពេល8ឆ្នាំមកនេះស៊ឺមូដែលជាក្មេងមកពីជនបទគេបានយល់ដឹងនៅក្បាច់គុណជាមួយនឹងស្នៀតជាច្រើនទៀតផងហើយពេលនេះសូម្បីតែបុព្វបុរសក៏ទទួលស្គាល់គាត់ដែរដោយបុព្វបុរសកំពុងតែរៀបចំប្រគល់នូវកិច្ចការសម្ងាត់ទៅឲ្យគាត់នឹងហើយបុរសដែលមានប្រជ័យមុននឹងមានឈ្មោះថាជីនធានត្រូវជាកូនប្រុសទី1របស់លោកពូជីនវូផុកតើរឿងសម្ងាត់អ្វីទៅមិនចាំបាច់ចង់ដឹងនោះទេផ្ដោតទៅលើការវឹកហាត់ភាពប្រែប្រួលរបស់កម្លាំងឈីទៅបានហើយឯងឃើញទេពេលនេះយូហាននាងបានទម្លុះទៅដំណាក់កាលទី7នៃកម្រិតចម្រាញ់រាងកាយរួចរាល់ហើយប្រសិនបើកម្រិតក្បាច់គុណរបស់នាងលើឯងតែឯងត្រូវប្រឈមមុខយ៉ាងម៉េចនៅក្នុងក្រុងហ្វឹងឆឹងពេលនោះអ្នកបម្រើម្នាក់ក៏បានធ្វើការគោរពរាយការណ៍ប្រាប់នាងប្រុសធានពេលនេះនាងប្រុសវូបានមកដល់ហើយដែលធ្វើឲ្យពុករបស់គាត់ក៏បានស្ដីបន្ទោឯងដើរលេងជាមួយនឹងគេទៀតហើយមានទេពុកធ្លាប់បានប្រាប់ឯងឲ្យសេពគប់ជាមួយនឹងវ៉ាងធានហៅដោយសារតែគ្រូសាវ៉ាងមានអំណាចធ្វើនេះដូចគ្នាខ្លាយរអាជួយឲ្យឯងទទួលបានការគោរពជាច្រើនប្រដៅច្រើនពេកឡើងហត់ខ្លួនឯងក្រកវីក្បាលចូលតែម្ដងបានហើយចេញទៅបានពុកក៏លេងមកនាងប្រុសវូដែលកំពុងតែរងចាំមិនទៅឃើញជីនធានដើរចូលមកអារម្មណ៍ល្អក៏បានទូតតែលោកពូស្ដីបន្ទោពីការវឹកហាត់គុណទៀតហើយមានទេត្រូវហើយរឿងទាំងអស់គឺដោយសារតែមនុស្សឈ្មោះស៊ឺមូវូក៏បាននិយាយប្រសិនបើអ្នកស៊ូខ្ញុំនឹងប្រាប់ថាអ្នកមិនចេះបត់បែនតាមកលៈទេសៈធ្វើឲ្យជីនធានក៏បានឆ្ងល់តើអ្នកចង់មានន័យថាយ៉ាងម៉េចត្រូវហើយស៊ឺមូគឺជាក្មេងមកពីជនបទគេពូកែប្រល្បិចគ្រប់យ៉ាងប្រសិនបើយើងយកចិត្តទុកដាក់ជាមួយនឹងគេវានឹងធ្វើឲ្យយើងធ្លាក់ចូលទៅក្នុងអន្ទាក់ដែលគេបានរៀបចំទុកដូច្នេះយើងត្រូវតែរៀបចំផែនការចាត់ការគេមុនសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ទស្សនាការសម្រាយរបស់ admin បែបគុណភាពត្រជាក់ភ្នែកវីដេអូមិនកាត់ត្រឡប់ចុះត្រឡប់ឡើងហើយរឿងចេញទាន់ក្រុមហ៊ុនរបស់គេដូចជារឿងអំណាចធម្មពលវិញ្ញាណម្ចាស់ទ្វីបលីងវូដែល admin បានសម្រាយដល់ភាគទី137ទាន់ក្រុមហ៊ុនរបស់គេនិងរឿងអំណាចនៃច្រកទ្វារអាត់កំបាំងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ការចាប់កំណើតឡើងវិញរបស់ម្ចាស់ដៅអធិរាជហើយនៅមានរឿងប្រភេទ 2D ចំនួន5ផ្សេងទៀតប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចចូលជាសមាជិកបានសម្រាប់តម្លៃមិនថ្លៃនោះឡើយត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះថែមទាំងនៅក្នុងកូនគោរព VIP របស់ admin គឺមានរឿងផុសប្រចាំថ្ងៃទៀតផងតាកតងមក admin បាន24ម៉ោងដែល link Telegram admin នឹងដាក់នៅក្រោម comment នឹងឲ្យបងប្អូនទាំងអស់គ្នាអធិស្ឋានផងដោយសារតែវាយប់បន្តិចហើយ admin ក៏អស់នៅធម្មពលផងដែរប្រសិនបើមានកន្លែងលើលួសខ្វះខាតត្រង់ណាកុំប្រកាន់អីសម្រាប់ភាគទី4របស់យើងក៏ត្រូវបានបញ្ចប់ដូច្នេះ admin សូមជម្រាបលាបាយបាយ